របៀបបង្កើតគណនីតៅប៉ាវដែលងាយស្រួលនិងចំណាយថែដឹកជញ្ជូនសមរម្យជាដំបូងចូលទៅកាន់ Play Store ឬក៏ App Store ហើយធ្វើការ search រកពាក្យថា Taobao បន្ទាប់មកធ្វើការ install រួចធ្វើការបើក app Taobao រួចចុចទៅលើពាក្យថាធុងអ៊ីមានន័យថាយល់ព្រមបន្តចុចយកពាក្យថា Water Taobao ដែលនៅខាងក្រោមខាងស្ដាំគេចុចទៅលើពាក្យថា Li Chi Chu Che មានន័យថាយល់ព្រមនៅក្នុងការចុះឈ្មោះបន្តធ្វើការដាក់នៅលេខកូដប្រទេសដោយស្វែងរកអក្សរ J បូក855រួចធ្វើការវាយលេខទូរស័ព្ទរបស់លោកអ្នកចូលបន្តចុចយកពាក្យថាយល់ព្រមក្នុងចំណុចនេះអ្នកទាំងអស់គ្នាអាចចុច slide ដើម្បី verify ពីលេខកូដ4ខ្ទង់ដែលបានផ្ញើសារទៅកាន់លេខទូរស័ព្ទរបស់អ្នកត្រង់ចំណុចនេះអ្នកទាំងអស់គ្នាអាចធ្វើការ scan មេដៃឬក៏ scan មុខក៏បានអាស្រ័យលើអ្នកទាំងអស់គ្នាឥឡូវការបង្កើតគណនីថៅប៉ាវគឺទទួលបានជោគជ័យជំហានបន្តចូលទៅកាន់ FCE Express CN ចុចពាក្យ Warehouse Address of China ដើម្បី copy ទីតាំងឃ្លាំងទំនិញនៅក្នុងប្រទេសចិនមកដាក់នៅក្នុង app ថៅប៉ាវមូលហេតុដែលយើង copy ឃ្លាំងទំនិញនៅក្នុងប្រទេសចិនដោយសារតែពេលដែលយើង order ទំនិញពីក្នុងថៅប៉ាវគេនឹងដឹកមកឃ្លាំងប្រទេសចិនរួចបន្តដឹកមកប្រទេសកម្ពុជាបន្តទៀតអ្នកទាំងអស់គ្នាអាចធ្វើការជ្រើសរើសមធ្យោបាយណាមួយដែលអ្នកគ្នាត្រូវការបើលោកអ្នកជ្រើសរើសដឹកជញ្ជូនតាមផ្លូវគោកអ្នកនរគ្នាចុចយកពាក្យថា by land address ហើយចុចយកពាក្យថា copy all រួចចុចពាក្យថា I got it បន្តចូលទៅកាន់ app ថៅប៉ាវរួចចុចយកពាក្យ water ថៅប៉ាវដែលនៅខាងស្ដាំដៃខាងក្រោមបំផុតរួចចុចយកសញ្ញា setting ដែលនៅខាងស្ដាំដៃខាងលើបំផុតចុចយកពាក្យបន្ថែមអាស័យដ្ឋានរួចចុចយកពាក្យ allow pass ដើម្បីផាសនៅព័ត៌មានតាក់ទងមួយអាស័យដ្ឋាននៅកម្ពុជាចូលទៅក្នុង app ថៅប៉ាវបន្តធ្វើការបំពេញលេខ CEID របស់អ្នកចូលទៅខាងក្នុងប្រអប់ជាមួយនឹងលេខទូរស័ព្ទរបស់លោកអ្នកជៀសវាងការបាត់កញ្ចប់ទំនិញនៅពេលដែលទំនិញមកដល់រួចចុចសញ្ញាគ្រីសជាការស្រេចការបំពេញអាស័យដ្ឋានរបស់លោកអ្នកគឺទទួលបានជោគជ័យខ្ញុំនឹងបង្រៀនពីរបៀបទិញទំនិញនៅក្នុង app ថៅប៉ាវចុចទៅលើមុខទំនិញដែលលោកអ្នកពេញចិត្តចុចពាក្យដាក់ក្នុងកន្ត្រកឬបញ្ជីទិញឥឡូវនេះជ្រើសរើសពណ៌ទំហំនិងចំនួនដែលលោកអ្នកចង់ទិញបន្ទាប់មកចុចពាក្យទូទាត់ឬបង់ប្រាក់សម្រាប់ការទូទាត់នៅក្នុងការបង់ប្រាក់គឺមាន3ជម្រើសទី1ដោយប្រើ Mastercard ឬ Visa Card ទី2ទូទាត់តាម Alipay ទី3នឹងទូទាត់តាម Apple Pay ឥឡូវខ្ញុំនឹងប្រាប់ពីរបៀបទូទាត់តាម Visa Card ជាដំបូងគឺយើងត្រូវបំពេញលេខនៅលើកាតបញ្ជាក់លេខកាតមិនមែនលេខគណនីទេបន្តបំពេញឈ្មោះដែលមាននៅលើកាតបំពេញខែឆ្នាំដែលផុតកំណត់នៅលើកាតនិងលេខ CVV 3ខ្ទង់នៅខាងក្រោយកាតបន្តចុចយកពាក្យទូទាត់គឺជាការស្រេចឥឡូវនេះការកម្មរបស់លោកអ្នកគឺទទួលបានជោគជ័យរួចរាល់ហើយអរគុណសម្រាប់ការទស្សនា